នៅលើទឹកដីនៃខេត្តកំពង់ចាមមានរយៈពេលជាង20ឆ្នាំកន្លងមកហើយអង្គការស្ពានហូឡង់បានជួយគាំទ្រវិស័យមួយចំនួនដូចជាការសាងសង់សាលារៀនសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រកុមារកំព្រាជាមួយនោះផងដែរអង្គការស្ពានហូឡង់បានរួមចំណែកជួយវិស័យកសិកម្មរួមមានលើកទំនប់ស្ពានប្រឡាយនិងសាងសង់ទ្វារទឹកបានជាច្រើនកន្លែងក្នុងខេត្តកំពង់ចាមកន្លងមកអាយដាមហ៊ុនណេងក៏បានសម្ដែងនូវការកោតសរសើរជូនដល់អង្គការស្ពានហូឡង់ដែលបានគៀងគរមូលនិធិសប្បុរសជនរបស់ប្រទេសហូឡង់មកជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលជួបការលំបាកដូចជាកុមារកំព្រាអ្នកទុក្ខមេរោគអេដស៍ព្រមទាំងបានជួយអភិវឌ្ឍវិស័យមួយចំនួននៅក្នុងខេត្តកំពង់ចាមក្នុងរយៈពេលកន្លងមកនេះគឺជាកាយវិការមួយប្រកបទៅដោយគុណធម៌និងជាការរួមចំណែកស្ដារនិងអភិវឌ្ឍស្របតាមយុទ្ធសាស្ត្រចក្រកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងកិច្ចជំនួបពិភាក្សានោះដែរអាយដាមហ៊ុនណេងបានស្នើសុំឲ្យអង្គការស្ពានហូឡង់ជួយបន្តគាំទ្រទៅលើគម្រោងថ្មីៗបន្ថែមទៀតតាមដែលអាចធ្វើទៅបាននិងថ្លែងអំណរអគុណដល់រាជរដ្ឋាភិបាលនៃប្រទេសហូឡង់ដែលកន្លងមកបានជួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេសនិងថវិកាដើម្បីជួយដល់ប្រទេសកម្ពុជានិយាយរួមនិងនិយាយដោយឡែកខេត្តកំពង់ចាមនេះផ្ទាល់តែម្ដងអាយដាមហ៊ុនណេងអភិបាលខេត្តកំពង់ចាមបានផ្ដល់នូវបណ្ឌសរសើរជូនចំពោះលោករ៉ូរ៉េនហ្សូគណៈកម្មាធិការអង្គការ SSOT នៃអង្គការស្ពានហូឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជានិងក្រុមការងារផងដែរមើលទៅស្ដីពីវិទ្យាលើកម្ពុជា